សូមជូនរឿងខ្មោចរោគចិត្តវេហាគឺជាកូនអ្នកស្រុកស្រែចំការម្នាក់ស្ថានភាពគ្រួសាររបស់វេហាគឺជាអ្នកក្រខ្សត់អ្វីបើក្រខ្សត់ទ្រព្យក៏ពិតមែនតែឪពុកម្ដាយរបស់វេហាបានទំនុកបំរុងវេហារហូតដល់រៀនចប់ថ្នាក់ទី12វេហាគឺជាបុរសម្នាក់ដែលមានរូបសម្បត្តិស្រស់សង្ហាសាច់ដុំធំធំនិងមានសិទ្ធិភ័យកង់កង់គួរជាទីចាប់ចិត្តរបស់នារីទាំងឡាយបន្ទាប់ពីប្រឡងចប់ថ្នាក់ទី12ដោយជោគជ័យវេហាក៏បានលាឪពុកម្ដាយដើម្បីមកបន្តការសិក្សានៅរាជធានីភ្នំពេញមកដល់ទឹកដីទីក្រុងជាលើកដំបូងវេហាភ័យផងអរផងដោយត្រូវរកកន្លែងស្នាក់នៅផងនិងសាលាដើម្បីសិក្សាផងដោយមិនបងអង្គយូរវេហាក៏បានដើរទៅរកផ្ទះជួលដើម្បីស្នាក់នៅវេហាបានដើររកផ្ទះជួលអស់ជាច្រើនម៉ោងក៏បានជួបផ្ទះជួលមួយកន្លែងដែលដាច់ស្រយាលហើយមានសភាពស្ងប់ស្ងាត់ហាក់បីដូចជាផ្ទះដែលគេបោះបង់ចោលដោយរកផ្ទះជួលមិនបានហើយណាមួយល្ងាចផងនោះវេហាក៏សម្រេចចិត្តថាជួលផ្ទះនេះដើម្បីសម្រាកមួយរយៈពេលម្ចាស់ផ្ទះជួលក៏បាននាំវេហាទៅរកបន្ទប់ស្នាក់នៅពេលដែលចូលទៅដល់បន្ទប់ភ្លាមវេហាហាក់ដូចជាមានអារម្មណ៍ថាព្រឺព្រួចឆ្អឹងខ្នងព្រោះថាបន្ទប់នោះសុទ្ធតែសម្បុកពីងពីងនិងមានសភាពងងឹតខ្លាំងម្ចាស់ផ្ទះជួលមិនបានប្រាប់វេហាច្រើននោះទេនៅរឿងរ៉ាវដែលកើតឡើងនៅក្នុងបន្ទប់ជួលនោះតាមពិតទៅបន្ទប់ជួលនោះធ្លាប់មាននារីម្នាក់ចងកសម្លាប់ខ្លួនព្រោះតែខូចចិត្តនិងសង្សាររបស់នាងលួចក្បត់មានស្រីថ្មីទាំងដែលនាងធ្លាប់ប្រគល់ខ្លួនប្រាណឲ្យទៅបរិសុទ្ធដែលជាសង្សារនោះនិងសន្យាគ្នាថាស្រឡាញ់គ្នានិងរៀបការជាមួយគ្នាអ្នកដែលនៅបន្ទប់ជួលជាប់នោះមិនដែលបានគេងលក់ស្រួលម្ដងណានោះទេព្រោះថាឲ្យតែយប់ឡើងដឹងតែឮសំឡេងគោះទ្វារនិងពេលខ្លះទៀតក៏ឮសំឡេងស្រែកជុំក៏មានដោយសារតែនាងជាវិញ្ញាណខ្មោចតៃហោងទើបវិញ្ញាណរបស់នាងវិលវល់មិនព្រមទៅណានិយាយពីវេហាវិញបន្ទាប់ពីរៀបចំបន្ទប់រួចរាល់ក៏បានចូលទៅបន្ទប់ទឹកដើម្បីងូតទឹកហើយសម្រាកជាធម្មតាវេហាតែងតែងូតទឹកស្លៀកក្រមាតែមកដល់ភ្នំពេញហើយណាមួយនៅតែម្នាក់ឯងផងនោះវេហាក៏បានងូតទឹកស្រាតហើយអាអូនតូចនឹងរាងកាយដ៏ស្រស់សង្ហារបស់គេនៅកណ្ដាលវាខ្មោចស្រីដែលចងកសម្រាប់ខ្លួនវិញ្ញាណមិនព្រមទៅណានោះគឺរោគចិត្តសាហាវណាស់បានទៅលួចមើលវេហាកំពុងតែងូតទឹកស្រាតនោះដែលឃើញអាអូនតូចនឹងរាងកាយសាច់ដុំកង់កង់របស់វេហាផងនោះនាងខ្មោចនោះក៏លាបទឹកមាត់ឬសូត្រតែក្អឺក្អឺនឹងមានអារម្មណ៍ស្រើបស្រាក្តៅរੂរាតែម្នាក់ឯងបន្ទាប់ពីងូតទឹករួចវេហាក៏បានជូតខ្លួនស្លៀកក្រមាហើយចូលគេងទៅនៅពេលដែលវេហាគេងលងលក់ខ្មោចស្រីក៏បានធ្វើសកម្មភាពទាញក្រមាចេញពីខ្លួនវេហាហើយខ្មោចស្រីបានចាប់កាន់អាអូនតូចរបស់វេហាថែមទាំងបានដាក់ចូលទៅក្នុងមាត់របស់គេថែមទៀតខ្មោចស្រីបានអង្គុយលើអាអូនតូចវេហាដែលកំពុងតែរឹងឆ្កឹលខ្មោចស្រីរោគចិត្តនោះក៏បានសម្រេចតាមបំណងរបស់នាងលុះព្រឹកឡើងវេហាបានរបូតក្រមាចេញពីខ្លួននៅតែខ្លួនទទេហើយពុករបស់គេវិញប្រឡាក់ទៅដោយទឹកកាមវេហាហួសចិត្តនឹងខ្លួនឯងដែលគេងយល់សពរហូតដល់ចេញទឹកកាមប្រឡាក់ពេញពុក
តែខ្លួនមិនបានដឹងថាខ្មោចស្រីរំលោភនោះទេខ្មោចស្រីរោគចិត្តនោះតែងតែធ្វើសកម្មភាពបែបនេះជារៀងរាល់យប់រាល់ពេលដែលវេហាគេងលូស្រាប់តែយប់មួយគឺពាក់កណ្ដាលអាធ្រាត្រវេហាហាក់ដូចជាមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែធ្វើបាបអាអូនតូចរបស់គេវេហាបើកភ្នែកមកស្រាប់តែឃើញនារីម្នាក់មានសក់វែងកំពុងតែអង្គុយអុកលើអាអូនតូចរបស់ខ្លួនយ៉ាងខ្លាំងវេហាភ័យពេករត់ទៅបើកភ្លើងទាំងខ្លួននរកកតែវេហាពុំបានឃើញអ្វីខុសប្លែកនោះទេវេហាផិតភ័យជាខ្លាំងវេហាបានអង្គុយមួយសម្បកហើយក៏សំងំគេងលក់ទៅលុះព្រឹកឡើងវេហាក៏បានយករឿងនេះទៅសួរម្ចាស់ផ្ទះហើយម្ចាស់ផ្ទះក៏លែងលាក់បាំងវេហាតទៅទៀតដែរវេហាបន្ទាប់ពីដឹងរឿងរ៉ាវនោះភ្លាមវេហាកាន់តែផិតភ័យឡើងដោយដឹងរឿងរ៉ាវទាំងឡាយហើយមិនអាចរស់នៅតទៅទៀតបានវេហាក៏សុំម្ចាស់ផ្ទះដើម្បីចាក់ចេញដើម្បីស្វែងរកផ្ទះជួលថ្មីបន្ទាប់ពីវេហាឬអ៊ីវ៉ាន់ចាក់ចេញផុតទៅខ្មោចស្រីរោគចិត្តនោះមានការខឹងជាខ្លាំងព្រោះលែងបានរួមរយៈជាមួយបរិសសង្ហារបស់ខ្លួនតទៅទៀតហើយខ្មោចស្រីនោះក៏អត់លិតចាប់តាំងពីពេលនោះតរៀងមក